រឿងក្រពើរមៀវគុណតម្លៃនៃការដឹងគុណនិងភាពស្មោះត្រង់ការពីព្រេងនាយមានបរិម្នាក់ឈ្មោះចៅស៊ីមរស់នៅក្នុងភូមិមួយក្បែរមាត់ទន្លេគាត់ជាអ្នកបរទេះដឹកជញ្ជូនទំនិញពីស្រុកមួយទៅស្រុកមួយទៀតចៅស៊ីមជាមនុស្សមានចិត្តល្អមានធម៌មេត្តានិងស្មោះត្រង់ក្នុងមុខរបររបស់ខ្លួនថ្ងៃមួយពេលគាត់បរទេះកាត់ព្រៃស្ងាត់មួយស្រាប់តែគាត់ឃើញសត្វក្រពើដ៏ធំមួយក្បាលកំពុងរឹបរើខ្លួនលើដីដោយលំបាកក្រពើនោះត្រូវភ្លើងឆេះព្រៃរលាករលាកជើងទាំង4ស្ទើរតែឆ្អែតខ្លួនហើយវារកចំណីស៊ីពុំបានជាច្រើនថ្ងៃមកហើយអត់អាហារស្គមរិងរេពេលឃើញសភាពក្រពើយ៉ាងដូចនេះចៅស៊ីមក៏មានចិត្តអាណិតអាសូរជាខ្លាំងគាត់ចុះពីរទេះហើយនិយាយទៅកាន់ក្រពើដោយថ្នមខាអោក្រពើអើយអញអាណិតឯងខ្លាំងណាស់អញច្បាស់ជាឈឺចាប់ខ្លាំងហើយឃ្លានទៀតផងកុំខ្លាចអញនឹងជួយឯងក្រពើនោះក៏ងាក់ក្បាលដាក់ចៅស៊ីមហាក់ដូចជាចង់អង្វរសុំជំនួយចៅសៀមក៏សម្រេចចិត្តជួយក្រពើនោះដោយមិនខ្លាចគ្រោះថ្នាក់ដោយប្រកាន់យកគោការចេះជួយគ្នាគ្រាមានទុក្ខលំបាកគាត់យកខ្សែមកចងក្រពើដោយប្រយ័ត្នប្រយែងហើយលើកដាក់លើរទេះរបស់គាត់បន្ទាប់មកក៏បន្តដំណើរឆ្ពោះទៅកាន់មាត់ទន្លេដែលជាទីជម្រករបស់ក្រពើពេលដល់មាត់ទន្លេចៅស៊ីមបានទម្លាក់ក្រពើចូលទៅក្នុងទឹកយ៉ាងស្រួលបួលហើយនិយាយថាឥឡូវឯងបានដល់កន្លែងរបស់ឯងហើយសូមឲ្យឯងឆាប់ជាសះស្បើយហើយកុំភ្លេចគុណអញជាដាច់ខាតព្រោះអញបានជួយជីវិតឯងក្រពើនោះហែវត្រឡប់ទៅត្រឡប់មកហើយងើបក្បាលមើលចៅស៊ីមហាក់ដូចជាវាបានដឹងគុណចំពោះបុរសនោះជាខ្លាំងប៉ុន្មានថ្ងៃក្រោយមកក្រពើនោះក៏បានជាសះស្បើយហើយមានកម្លាំងដុតដាមវិញក្នុងពេលដែលចៅស៊ីមបរទេះត្រឡប់មកទីជួញដូរកាត់តាមមាត់ទន្លេដដាលក្រពើក៏ហែលចេញពីទឹកមកហើយរារាំងផ្លូវរបស់គាត់ក្រពើនោះបាននិយាយទៅកាន់ចៅស៊ីមដោយសំឡេងគំរាមថាណែមនុស្សអញឃ្លានណាស់អញត្រូវទៅជីចំណីរមើអញហើយចូលមកចុះកុំបង្អង់យូរចៅស៊ីមភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនិយាយដោយអស់សង្ឃឹមថាណែក្រពើអញនិយាយអីអញភ្លេចហើយឬគឺអញទេដែលបានជួយជីវិតអញពីភ្លើងឆេះព្រៃនិងភាពអត់ឃ្លាននោះម្ដេចក៏អញមិនដឹងគុណអញសោះដូច្នេះអញជាសត្វរមៀវគុណមែនក្រពើនោះឆ្លើយដោយមិនខ្មាស់អៀនថាអញមិនដឹងទេរឿងគុណធម៌អញនោះអញដឹងត្រឹមថាឥឡូវអញឃ្លានហើយឯងនៅពីមុខអញគឺឯងជាចំណីរបស់អញហើយក្នុងលោកនេះគេតែងតែនិយាយថាជំនួយក្នុងគ្រាលំបាកគឺជាកាតព្វកិច្ចប៉ុន្តែអញក៏មានកាតព្វកិច្ចចិញ្ចឹមក្រពះអញដែរក្នុងពេលកំពុងតែប្រកែកគ្នានោះស្រាប់តែមានសត្វទន្សាយមួយក្បាលរត់មកដល់ទន្សាយជាសត្វដែលល្បីច្បាំងថាមានប្រាជ្ញាវាងវៃចៅស៊ីមឃើញទន្សាយក៏ស្រែកហៅសុំជំនួយភ្លាមលោកទន្សាយសូមជួយខ្ញុំផងក្រពើនេះវារមៀលគុណខ្ញុំបានជួយសង្គ្រោះជីវិតវាតែឥឡូវវាបែរជាចង់ស៊ីខ្ញុំវិញទន្សាយក៏ស្ដាប់រឿងហេតុទាំងឡាយណាដោយយកចិត្តទុកដាក់ហើយក៏និយាយទៅកាន់ក្រពើថាលោកគម្ភារឿងនេះពិតជាពិបាកនឹងជឿណាស់ម្ដេចក៏បរិសុទ្ធដ៏តូចម្នាក់នេះអាចលើកក្រពើដ៏ធំដូចឯងដាក់លើរទេះបានបើមិនដូច្នេះទេសូមឯងបង្ហាញខ្ញុំមើលថាតើពេលបរិសុទ្ធនេះជួយឯងនៅក្នុងសភាពបែបណាហើយគាត់លើកដាក់រទេះយ៉ាងម៉េចក្រពើជាសត្វខ្លោក៏ធ្លួយតាមសម្ដីទន្សាយវាក៏វ៉ាឡើងពីទឹកមកលើដីហើយដេកត្រង់ក្នុងសភាពដដាលដោយការត្រូវភ្លើងឆេះព្រៃរំចៅសៀមក៏ធ្វើពុតជាយកខ្សែចងវាហើយនិយាយថាឃើញទេលោកទន្សាយគឺឃ្លាមចងវាយ៉ាងនេះឯងដើម្បីលើកដាក់រទេះទន្សាយក៏ងើបទៅសួរក្រពើថាចៅគម្ភាតើឥឡូវនេះតាំងដោយការបុរសនោះចងជន់មុនទេក្រពើឆ្លើយថានៅមិនទាន់តាំងដោយកាលមុនទេគាត់ចងខ្ញុំតាំងខ្លាំងជាងនេះណា
ចៅសៀមឃើញឱកាសហើយក៏និយាយទៅកាន់ក្រពើថាបើមិនទាន់តឹងសូមឲ្យលោកទុនសាយជួយពិនិត្យចុះទុនសាយក៏ធ្វើជាពិនិត្យហើយប្រាប់ចៅសៀមថាមែនហើយចៅសៀមចង់ឲ្យតឹងជាងនេះបន្តិចទៅដើម្បីឲ្យវាបានដឹងសភាពពិតការពីមុនចៅសៀមក៏បានយកខ្សែមកចងក្រពើឲ្យតាំងជាប់មាត់ចត់ហើយក្រពើនោះក៏រកតែរើខ្លួនមិនរួចទៀតឡើយទុនសាយក៏និយាយទៅកាន់ក្រពើដោយសម្លេងមឹងម៉ាត់ថាក្រពើរមៀលគុណឯងជាសត្វអាក្រក់បំផុតបរមនេះបានជួយជីវិតឯងតែឯងបែរជាចង់សងគុណគាត់វិញដោយការស៊ីសាច់គាត់ទៅវិញសកម្មភាពនេះជាការរមៀលគុណដ៏ធ្ងន់ធ្ងរឯងសមហើយដែលត្រូវជួបចំណងនេះដើម្បីឲ្យឯងរងទុក្ខខ្លះបន្ទាប់មកទុនសាយក៏ងើបទៅប្រាប់ចៅសៀមថាចៅសៀមសូមឲ្យលែងវានៅទីនេះហើយកុំជួបវាទៀតឡើយមនុស្សដែលរមៀលគុណគឺអាក្រក់ជាងសត្វទៅទៀតចៅសៀមក៏រីករាយជាខ្លាំងហើយអរគុណលោកទុនសាយដែលបានជួយខ្លួនបន្ទាប់មកគាត់ក៏បរទេសចាក់ចេញទៅដោយសុវត្ថិភាពបំណិនជីវិតនិងការអប់រំរឿងព្រេងក្រពើរមៀលគុណនេះបានផ្ដល់នូវសារៈសំខាន់ដូចខាងលើភាពស្មោះត្រង់ចៅសៀមបង្ហាញពីភាពស្មោះត្រង់តាមរយៈមិនរងចាំការសងគុណតែធ្វើដោយចិត្តមេត្តាបរិសុទ្ធចេះជួយគ្នាគ្រាមានទុក្ខលំបាកចៅសៀមការសង្គ្រោះក្រពើដែលកំពុងរងគ្រោះដល់ជីវិតគឺជាគំរូនៃការចេះជួយគ្នាដ៏ល្អបំផុតអប់រំអំពីការដឹងគុណតួអត្រៈក្រពើជាការឆ្លុះបញ្ចាំងអាក្រក់បំផុតនៃភាពរមៀលគុណដែលមិនអាចទទួលយកបាននៅក្នុងសង្គមវាអប់រំយើងឲ្យចេះដឹងគុណចំពោះអ្នកដែលបានជួយយើងទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយប្រាជ្ញាឲ្យឈ្នះកម្លាំងសត្វទុនសាយតំណាងឲ្យភាពវាងវៃទោះបីជាវាជាសត្វតូចខ្សោយកម្លាំងតែដោយសារប្រាជ្ញាវាអាចកម្ចាត់ក្រពើដែលមានកម្លាំងខ្លាំងបាននេះបង្រៀនយើងថាក្នុងជីវិតយើងត្រូវប្រើប្រាជ្ញាដើម្បីដោះស្រាយបញ្ហានិងប្រកាសទុកខ្លួនពីអ្នករមៀលគុណ